សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃសៅរ៍ទី22ខែកុម្ភៈឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin ជាថ្ងៃអាក្រក់របស់ Messi LAFC បំបាក់ Inter Miami 3-0 នៅការបើករដូវកាល MLS ការបើករដូវកាលថ្មីនៃលីក MLS បានចាប់ផ្ដើមយ៉ាងក្តៅគគុកខណៈដែល Los Angeles FC យកឈ្នះ Inter Miami CF ដោយលទ្ធផល 3-0 នៅក្នុងការប្រកួតដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងតួឯកសំខាន់នៅក្នុងការប្រកួតនេះគឺ Denis Bouanga ដែលរកបាល់មួយគ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ូតបាល់មួយគ្រាប់ផងដែរគ្រាប់បាល់ផ្សេងទៀតរកបានដោយ David Martinez និង Nathan Ordas ខណៈដែល Lionel Messi បន្តលេងឲ្យ Miami ទោះមានបញ្ហារបួសសាច់ភ្លើបន្តិចក៏ដោយប៉ុន្តែគាត់បង្ហាញទម្រង់លេងមិនសូវល្អដោយបាត់បង់បាល់ដល់ទៅ23ដងនិងមិនអាចជួយក្រុមរកគ្រាប់បាល់បានឡើយគ្រាប់បែកឆាកកាត់ឡើងនៅនាទីទី38ពេល Son Heung-min បញ្ជូនបាល់ឲ្យ Martinez ស៊ុតចូលយ៉ាងល្អនៅនាទីទី73 Bouanga បន្ថែមគ្រាប់ទី2មុនពេល Ordas បិទការប្រកួតដោយគ្រាប់ទី3នៅម៉ោងបន្ថែមការប្រកួតនេះធ្វើឡើងនៅកីឡដ្ឋាន Los Angeles Memorial Coliseum ដែលមានអ្នកទស្សនាចំនួន 756,673 នាក់ដែលជាចំនួនខ្ពស់លំដាប់ទី2ក្នុងប្រវត្តិសាស្ត្រ MLS ជាមួយលទ្ធផលនេះ LAFC បង្ហាញថាពួកគេជាគូប្រជែងដ៏ខ្លាំងសម្រាប់ការប្រជែងពានក្នុងរដូវកាលថ្មីខណៈដែល Miami ត្រូវតែធ្វើការកែតម្រូវបន្ថែមប្រសិនបើចង់ការពារពានបានជោគជ័យព័ត៌មានក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ Admin តាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា